ទៅបាទទី1ភាគីយោធភូមិភាគកម្ពុជានិងថៃជជែកគ្នា3ថ្ងៃរកចំណុចរួមមិនឃើញកម្ពុជាតវ៉ាប្រឆាំងបណ្ដឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់យោធាថៃដែលប្តឹងលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតលោកទាបាញ់បដិសេធនិងច្រានចោលចំពោះការផ្សាយរបស់សារព័ត៌មានថៃមួយចំនួនថាលោកបានតាក់ទងទៅភាគីថៃដើម្បីជជែករឿងសន្តិភាពលោកផ្កាយ4អត្តសារ៉ាត់បំភ្លឺរឿងចេញសារត្រលាន់នឹងការអួតនិងលើកជើងហួសខ្នាតរបស់បុគ្គលមួយចំនួនម្ចាស់ក្របសិភៅកម្ពុជាឈ្នះថៃសម័យតេជោធិបតីស្នើបញ្ឈប់ផ្សព្វផ្សាយរឿងនេះតទៅទៀតកណនី Facebook ខ្មែរអបអរសាទរអ្នកបើកយន្តហោះយោធាថៃ2នាក់ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះពេលវឹកហាត់នៅឯខេត្តឈៀងម៉ៃនៅទីក្រុងឈៀងម៉ៃបាទសាឡាវធរតម្កល់ការផ្ដន្ទាទោសដាក់ពន្ធនាគារចំពោះឪពុកលោកសនតារាឲ្យជាប់ពន្ធនាគារ4ឆ្នាំនិងពិន័យជាប្រាក់បន្ថែមបុគ្គលិកក្រុមហ៊ុនតភ្លើង3នាក់រងរបួសដោយផ្ទុះគ្រាប់បែកចង្កោមការនាំចេញទំនិញពីកម្ពុជាមកទីផ្សារអាមេរិកកើនឡើងកើនឡើង28%ដល់ជិត$13,000 លានក្នុងឆ្នាំ2025អាជ្ញាធរអាមេរិកនឹងគិតលុយ$45ចំពោះអ្នកដំណើរណាដែលធ្វើដំណើរតាមយន្តហោះក្នុងស្រុកដែលពុំមាន Real ID ចាប់ពីខែកុម្ភៈនេះតទៅនឹងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនមានព័ត៌មានច្រើនដែលនឹងជម្រាបជូនហើយទី1គឺតកតងនឹងកិច្ចប្រជុំរបស់ភាគីយោធភូមិភាគកម្ពុជានិងថៃជជែកគ្នា3ថ្ងៃតាំងពីថ្ងៃទី27រហូតដល់ថ្ងៃទី29ខែមករានេះគឺរកចំណុចរួមមិនឃើញបាទហេតុអីបានជារកចំណុចរួមមិនឃើញយើងទៅស្ដាប់ការដែលបកស្រាយរបស់ខាងក្រសួងការពារជាតិកម្ពុជាតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អ្នកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាថាភាគីទាំងពីរគឺភាគីកម្ពុជានិងភាគីថៃខាងយុទ្ធភូមិភាគនេះគឺមិនទាន់រកឃើញនៅចំណុចកណ្ដាលរួមគ្នានៅឡើយទេបាទជជែកគ្នា3ថ្ងៃហើយដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រឡប់ទៅបញ្ជាការរៀងខ្លួនវិញហើយបន្តផ្លាស់ប្ដូរឯកសារនិងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខានិងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃឬហៅកាត់ថា RBC ខាងយុទ្ធភូមិភាគទី5របស់កម្ពុជានិងខាងកងទ័ពភូមិភាគទី1របស់ថៃនោះបាទអញ្ចឹងទៅការដែលជួបគ្នានេះគឺប្រព្រឹត្តទៅថ្ងៃ29នេះគឺម៉ោង9ព្រឹកមិញកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យុទ្ធភូមិភាគខាងកម្ពុជាថៃនេះគឺខាងភាគីភូមិភាគកម្ពុជាគឺភូមិភាគទី5និងកងទ័ពភូមិភាគទី1ខាងភាគីថៃគឺក៏បានជួបគ្នានៅឯច្រកអន្តរជាតិប៉ោយប៉ែតបាទនៅក្នុងខេត្តបន្ទាយមានជ័យគឺទល់នឹងខេត្តស្រះកែវរបស់ថៃបាទនៅខាងខ្មែរមានឧត្តមសេនីយ៍តូសកំប៉ាក់ប្រធានក្រុមលេខាធិការ RBC កម្ពុជានិងខាងថៃមានឧត្តមសេនីយ៍តូភិថាយាគុលពោតសវណ្ណលោកពូសវណ្ណនេះគឺជាប្រធានក្រុមលេខាខាងថៃរបស់ RBC ថៃបាទនិយាយទៅគឺមែនតើកិច្ចប្រជុំនេះបើយើងស្ដាប់ឲ្យមែនតើវាអត់បានផលអីទេព្រោះអីជួបគ្នា3ថ្ងៃអត់អាចរកចំណុចកណ្ដាលរួមបានតើហេតុអីបានជារឿងនេះបរាជ័យហេតុអីបានជាជួបគ្នាហើយអត់មានផ្លែផ្កាអីសោះតាមពិតបើតាមមើលអ្វីដែលជាកិច្ចប្រជុំរបស់យុទ្ធភូមិភាគនេះគឺជារឿងធ្វើបង្ក្រប់កិច្ចច្រើនជាងហេតុអីខ្ញុំថាបង្ក្រប់កិច្ចគឺដោយសារតែនៅក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025នោះគឺមានខមួយចែងអំពីថាភាគីទាំងអស់ដែលចូលរួមនិយាយទៅភាគីកម្ពុជានិងថៃនេះត្រូវតែរកយន្តការណាមួយដើម្បីឲ្យដូចថាអាចតាក់ទងគ្នាបានកម្រិតភូមិភាគកម្រិតយោធាដើម្បីអនុវត្តបទឈប់បាញ់នឹងឲ្យមានប្រសិទ្ធភាពហើយការដែលជជែកគ្នានេះគឺដើម្បីកុំឲ្យថាមានការយល់ខុសគ្នាមានការដែលផ្សព្វផ្សាយព័ត៌មានមិនពិតឬក៏អីទៅធ្វើឲ្យមានចំនួនចម្បាំងរាំងជលអីសារថ្មីឆេះឈុលអីទៀតចឹងទៅដូច្នេះការជួបគ្នានេះគឺដោយខ្ញុំបានជម្រាបចឹងវាគ្រាន់តែជាការបង្ក្រប់កិច្ចដើម្បីធ្វើយ៉ាងណាឲ្យ
កិច្ចនីតិវិធីនេះប្រព្រឹត្តទៅបានរលូនឲ្យថាភាគីទាំងពីរគោរពបទជប់បាញ់ដូចគ្នាខ្ញុំជឿថាអ្នកដែលចង់បានជាងគេគឺភាគីកម្ពុជាទេចង់ឲ្យការដែលជជែកគ្នានេះគឺមានអញ្ចឹងទៅដើម្បីអនុវត្តគោលការណ៍នៃបទជប់បាញ់ហ្នឹងព្រោះកម្ពុជាអះអាងថាខ្លួនគោរពបទជប់បាញ់នេះខ្ជាប់ខ្ជួនអត់មានខ្វះចន្លោះទេក៏ប៉ុន្តែភាគីថៃភាគច្រើនធ្វើឲ្យតែម៉ាយុទ្ធសងឬក៏បង្ក្រប់កិច្ចគ្រាន់តែជានិមិត្តរូបថាបានបោះដៃបានជួបបានអីដែរមិនជួបសោះទេប៉ុន្តែកម្រិតនៅក្នុងការជជែករឿងព្រំដែននេះគឺវាអត់បានទៅរលូនទេដោយសារអីថៃមកដល់ម៉ោងនេះគឺរដ្ឋាភិបាលថៃអត់ទាន់មានអ្នកគ្រប់គ្រងរដ្ឋាភិបាលត្រឹមត្រូវស្របច្បាប់នៅឡើយទេនៅតែរដ្ឋាភិបាលចាំផ្ទះនៅឡើយហើយរដ្ឋាភិបាលចាំផ្ទះនេះឯងដែលមិនអាចសម្រេចជោគវាសនានៃកិច្ចការព្រំដែននេះបានដុំកំភួនទេអានេះតាមអ្វីដែលលោកអនុទិនច័ន្ទវរៈគុលធ្លាប់ថ្លែងឲ្យថាបើឲ្យជួបគណៈកម្មាធិការព្រំសីមាចម្រុះ JBC វាស់វែងអីតាក់ទងនឹងដីព្រំបតុលអីហ្នឹងគឺអត់ធ្វើបានទេព្រោះអីរដ្ឋាភិបាលសប្ងៃអត់មានសមត្ថកិច្ចធ្វើរឿងនេះទេតតែចាំរដ្ឋាភិបាលថ្មីដូច្នេះឥឡូវនេះគឺអ្វីគឺធ្វើគ្រាន់តែបង្ក្រប់កិច្ចឲ្យខ្ញុំអត់ភ្ញាក់ផ្អើលទេនៅពេលដែលកិច្ចប្រជុំ3ថ្ងៃរកចំណុចកណ្ដាលមិនបាននោះហើយកម្ពុជានៅតែប្រាប់ទៅខាងសហគមន៍អន្តរជាតិថាខ្លួនកំពុងតែប្រឹងប្រែងអនុវត្តបទជប់បាញ់ហើយនៅតែតាមដូចថាជាការអង្វរថៃឲ្យចូលនៅក្នុងការគោរពនឹងទៅហើយថៃចេះតែយកលេសនេះយកលេសនោះកិច្ចពីការដែលវាស់វែងព្រំដែនហ្នឹងឬក៏របស់ដីខ្មែរដែលថៃយកបានហើយចេះតែកិច្ចកុកនេះកិច្ចកុកនោះពជាពេលនេះពជាពេលនោះដើម្បីទិញអាពេលវេលាហ្នឹងសម្រាប់ឲ្យខ្លួនអាចសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតំបន់នោះកែប្រែរូបរាងឲ្យខុសពីសភាពដើមស្ទើរទាំងស្រុងអីចឹងទៅបាទហើយឥឡូវនេះគឺរឿងនេះគឺតកតងនឹងរឿងមិនបានផលនៃកិច្ចប្រជុំ3ថ្ងៃនៅកម្រិតយុទ្ធភូមិភាគ RBC ឥឡូវនេះនិយាយអំពីរឿងការតវ៉ារបស់កម្ពុជានេះទៅវិញថ្ងៃនេះកម្ពុជាតវ៉ាប្រឆាំងបណ្ដឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់របស់យោធាថៃដែលប្តឹងលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតអំពីការដែលធ្វើឲ្យមានចំនួនព្រំដែនខ្មែរថៃព្រោះសាវតានៃរឿងនេះអញ្ចេះលោកឆាតឆៃសំទោសលោកឆាតឆៃបាំងឈួតដែលជាអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃគឺមន្ត្រីសន្តិសុខកម្ពុជារបស់ថៃកាលពីម្សិលមិញបានដាក់ពាក្យប្តឹងទៅតុលាការថៃគឺប្តឹងលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតថាជាអ្នកដែលនៅពីក្រោយការបញ្ជាទ័ពដើម្បីឲ្យមានចំនួនព្រំដែនឬក៏និយាយទៅខាងភាគីថៃហ្នឹងខាងសន្តិសុខជាតិថៃហ្នឹងចោទប្រកាន់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតថាជាអ្នកនាំភ្លើងនាំឲ្យមានចំនួនព្រំដែនថៃខ្មែរនេះហើយការដែលដាក់ពាក្យប្តឹងនេះគឺមិនរៀបរាប់ពីអង្គហេតុអីលំអិតច្រើនហ្មងទេក៏ប៉ុន្តែជាការឆ្លើយតបថ្ងៃនេះគឺក្រសួងការបរទេសកម្ពុជាតំណាងឲ្យរដ្ឋាភិបាលកម្ពុជាចេញសេចក្តីប្រកាសព័ត៌មានមួយបង្ហាញអំពីជំហរតវ៉ានៅក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃ29នេះខាងកម្ពុជាក្រសួងការបរទេសនិយាយអញ្ចេះថាកម្ពុជាតវ៉ាជំទាស់នឹងពាក្យបណ្ដឹងផ្លូវច្បាប់របស់មន្ត្រីជាន់ខ្ពស់ថៃក្រសួងការបរទេសកម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះសកម្មភាពអរិភាពបាទហៅសកម្មភាពរបស់មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ថៃហ្នឹងថាជាអំពើសកម្មភាពយកគ្នាជាសត្រូវគឺដាក់ពាក្យប្តឹងដោយអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃមកលើប្រធានព្រឹទ្ធសភាកម្ពុជានិងនាយករដ្ឋមន្ត្រីកម្ពុជាសកម្មភាពនេះខាងក្រសួងការបរទេសចាត់ទុកថាមានទម្រង់ជាពាក្យបណ្ដឹងផ្លូវច្បាប់ដែលបានដាក់ទៅតុលាការប្រទេសថៃតាក់ទងនឹងប្រតិបត្តិការយោធាតាមបណ្ដោយព្រំដែនកម្ពុជាថៃឆ្នាំ2025កន្លងទៅកម្ពុជាយល់ឃើញថាជាមួយនឹងក្តីកម្ពុជាយល់ឃើញជាមួយនឹងក្តីបារម្ភថាពាក្យបណ្ដឹងប្រឆាំងនឹងថ្នាក់ដឹកនាំកម្ពុជារបស់កម្ពុជានេះគឺវាផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីបន្ធូរបន្ថយស្ថានភាពរវាងកម្ពុជានិងថៃព្រមទាំងផ្ទុយទៅនឹងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ក្រសួងការបរទេសបានបន្តទៀតថាចំណាត់ការផ្លូវច្បាប់នេះមិនស្របនឹងគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអាស៊ានផងនិងមិនស្របតាមសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍នោះផង
ជាបន្តទៅទៀតក្រសួងការបរទេសថាការប៉ុនប៉ងណាមួយក្នុងការផ្ដួចផ្ដើមនីតិវិធីច្បាប់ក្នុងស្រុកដោយកំណត់គោលដៅលើថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យចំពោះសកម្មភាពពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវការរបស់ខ្លួនជាពិសេសសកម្មភាពតាក់ទងនឹងការការពារជាតិនិងបូរណភាពទឹកដីគឺគ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិនោះទេបាទហើយចុងក្រោយគឺក្រសួងការបរទេសជំរុញឲ្យភាគីថៃនឹងចាត់វិធានការចាំបាច់ដោះស្រាយការវិវត្តគួរឲ្យសោកស្ដាយនេះដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទជបាញ់និងការរៀបចំនានាដើម្បីកាត់បន្ថយភាពតានតឹងដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីស្ដារទំនុកចិត្តនិងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញបាទអ្វីដែលជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានេះគឺខ្លឹមសារសំខាន់ចង់ប្រាប់ថាការប្តឹងផ្ដាល់ហ្នឹងគឺបើប្តឹងមេដឹកនាំនៃប្រទេសមួយដែលការពារដែនអធិបតេយ្យរបស់ខ្លួនវាគ្មានមូលដ្ឋានផ្លូវច្បាប់ទេអញ្ចឹងស្នើឲ្យប្រទេសថៃហ្នឹងចាត់វិធានការដើម្បីកុំឲ្យមានរឿងនឹងកើតឡើងបានន័យថាម៉េចចង់ឲ្យគេដកបណ្ដឹងនឹងទៅវិញឬក៏យ៉ាងម៉េចយើងអត់ដឹងទេប៉ុន្តែរឿងនេះគឺវាប៉ះពាល់ដល់ភាពល្អោកល្អឿនឬក៏ដូចថាភាពត្រូវរើគ្នារវាងកម្ពុជានិងថៃហើយសារបែបនេះវាមិនមែនធ្វើឲ្យចំនួនព្រំដែនយើងមានភាពប្រសើរទេបងប្អូនសុកមន្ត្រីក្រសួងការពារសំទោសមន្ត្រីសន្តិសុខជាតិរបស់ថៃគេដាក់ពាក្យប្តឹងមកលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតនេះមិនមែនបណ្ដឹងទី1ទេបណ្ដឹងលើកមុននោះខាងជំនួយការរបស់អ្នកស្រីបៃថងឋានក៏ធ្លាប់ប្តឹងលោកហ៊ុនសែនដែរពីរឿងបញ្ចេញខ្សែអត្តសម្លេងដែលធ្វើឲ្យប៉ះពាល់ដល់តំណែងនាយករដ្ឋមន្ត្រីរបស់អ្នកស្រីបៃថងឋានរហូតដល់តែតុលាការធម្មនុញ្ញថៃដកតំណែងនេះហើយបញ្ឈប់តួនាទីនាយករដ្ឋមន្ត្រីអីផងគេប្តឹងសោះចឹងដែរប៉ុន្តែរឿងនេះគឺថៃគឺគេយកគេហៅថាស្អំចិត្តប្រជាពលរដ្ឋគេគឺគេចាត់ការអីមួយដើម្បីបន្លប់ស្ថានភាពផងដែរដើម្បីឲ្យដឹងថាអ្វីនេះគឺជាការចាប់ផ្ដើមពីកម្ពុជាទេថៃការពារខ្លួនឃើញថៃចាប់ផ្ដើមការពារយកត្រូវខ្លួនឯងនៅពេលដែលថៃចាប់ផ្ដើមទម្លាក់កំហុសនេះឬក៏ថាអ្វីកើតឡើងដោយមេដឹកនាំខ្មែរនៅពេលនោះឯងហើយដែលថៃមិនអាចរកដំណោះស្រាយខ្ជាក់ដីខ្មែរមកឲ្យខ្មែរវិញបានណាព្រោះអីនឹងយកហេតុផលថាកម្ពុជាឈ្លានពានថៃកម្ពុជាសម្លាប់ទាហានថៃកម្ពុជាធ្វើឲ្យប្រជាពលរដ្ឋស៊ីវិលថៃនឹងស្លាប់អីឡាក់ហើយទាមទារឲ្យកម្ពុជាសងសំណងហើយឲ្យទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌទៀតយើងអត់ទាន់បានដាក់ពាក្យប្តឹងអីមួយទេយើងមិនទាន់ដាក់ពាក្យប្តឹងថៃនៅតុលាការជាតិខ្មែរយើងមិនទាន់ដាក់ពាក្យប្តឹងថៃនៅតុលាការស្អីក៏ដោយអត់ទាំងអស់គឺយើងគ្រាន់តែមានសេចក្តីថ្កោលទោសតវ៉ាប្រឆាំងអីហ្នឹងគឺយើងដាក់មកដូចថាជិត700ដងហើយប៉ុន្តែមិនមានពាក្យឬក៏បណ្ដឹងតែមួយទៅតុលាការអន្តរជាតិនៅឡើយទេបើទោះបីជាយើងអះអាងថាយើងនឹងប្រើប្រាស់យន្តការអន្តរជាតិនេះក៏ដោយបាទតែយ៉ាងណាបងប្អូនរឿងនេះគឺវាយើងតាមដានតទៅទៀតថាតើវានឹងវិវត្តយ៉ាងណាប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺកម្ពុជាមកដល់ម៉ោងនេះរវល់រើសដុំថ្មចោលឆ្កែរវល់ដោយសារព័ត៌មានចឹងឃើញគេដាក់ពាក្យប្តឹងមកយើងតបទៅវិញទៅយើងនៅតបទៅតបមកតបទៅតបមកអារឿងដែលប្តឹងថៃដើម្បីឲ្យខ្ជាក់ដីមកវិញយើងអត់ប្តឹងទេយូរទៅដោះស្រាយរឿងថៃដែលពវៀងព្រឹត្តិការណ៍អាហ្នឹងគឺដូចយើងធ្លាប់កើតឡើងនៅស្រុកខ្មែរបងប្អូននៅពេលដែលមលាយគណៈបកសង្គ្រោះជាតិចាប់មេបកប្រឆាំងដាក់គុកអ្នកចេញតវ៉ាទៅតវ៉ាសុំឲ្យដោះលែងទៅចាប់អ្នកតវ៉ាដាក់គុកយូរទៅតវ៉ាសុំឲ្យដោះលែងអ្នកតវ៉ាហ្នឹងដល់តែពេលអ្នកតវ៉ាបន្ថែមទៅតវ៉ាមុខតុលាការដើម្បីឲ្យដោះលែងអ្នកតវ៉ាបន្ទាប់នោះទៀតចាប់អ្នកតវ៉ាបន្ទាប់នោះដាក់គុកធ្វើបាតកម្មតវ៉ាឲ្យដោះលែងអ្នកតវ៉ាបន្តនឹងដាក់គុកចេញក្រៅគុកយូរទៅអាការដោះស្រាយហ្នឹងវានៅតែរឿងដោះលែងអ្នកតវ៉ាវិញអ្នកដែលជាប់គុកដោយលោកកំសុខាលោកសីប្រធានគណៈបកឬការរំលាយគណៈបកសង្គ្រោះជាតិយូរគេភ្លេចអស់ហើយលេងយុទ្ធសាស្ត្ររបស់ថៃហ្នឹងគឺធ្វើដូចគ្នាអញ្ចឹងគឺយកខ្ចីដៃល្បិចរបស់ខ្មែរយកទៅប្រើតានៅពេលដែលយើងអត់ប្តឹងទៅតុលាការអន្តរជាតិថៃចាប់ផ្ដើមប្តឹងយើងវិញតាមរបៀបប្តឹងមេដឹកនាំខ្មែរប្តឹងលោកហ៊ុនម៉ាណែតហើយយើងនៅវល់ដោះស្រាយបណ្ដឹងហ្នឹងទៅយូរលែងខ្វល់អារឿងតែចោះដីនឹងតែប្តឹងគេអង្កាលដោះស្រាយតែរឿងដូចចង់និយាយថារវល់រើសដុំថ្មចោលឆ្កែហ្នឹងហើយតែអញ្ចឹងពង្រៀងអាស្ថានភាពហ្នឹងវល់យើងអត់អាចដោះស្រាយបញ្ហាហ្នឹងបានទេព្រោះគេចាប់ផ្ដើមប្រវែងការចាប់អារម្មណ៍របស់យើងឥឡូវនេះគឺថ្មីនេះគឺយើងដឹងហើយថៃប្រព័ន្ធផ្សព្វផ្សាយគេកាលពីម្សិលមិញគឺផ្សព្វផ្សាយថា
លោកទាបាញ់បានត្រូវបានរដ្ឋាភិបាលកម្ពុជាពឹងពាក់ឲ្យទៅចរចាជាមួយនឹងមេតបថៃមេតបកំពូលថៃទៀតដើម្បីសុំសុខសន្តិភាពជាមួយគ្នាឲ្យបញ្ចប់ចំនួនអីចឹងទៅកាសែតថៃនឹងចុះផ្សាយយ៉ាងប្រងព្រាតតកតងនឹងរឿងលោកទាបាញ់ដែលត្រូវបានខាងរដ្ឋាភិបាលពឹងពាក់ឲ្យទៅជជែកជាមួយនឹងមេតបថៃហើយនៅក្នុងសារព័ត៌មានថៃហ្នឹងគឺមេតបកម្ពុជារបស់ថៃហ្នឹងឈ្មោះលោកអុករិទ្ធប៊ុនតាណុនដែលលោកនិយាយថាមានសម្លេងមានអីលោកទាបាញ់ទៀតនៅខ្សែហ្នឹងគេនិយាយថាបានស្នើសុំឲ្យដូចថារកសន្តិភាពជាមួយគ្នាទៅឈប់ឆ្លោះគ្នាឈប់អីអញ្ចឹងណាកាសែតថៃយើងជឿទុកចិត្តឬមិនជឿទុកចិត្តយើងអត់ដឹងដែរប៉ុន្តែជាញយដងគឺគេផ្សាយតកតងនឹងរឿងកម្ពុជាយើងដែលមានផ្លូវក្រោយឬក្រោមតុកក្រោមអីណាប៉ុន្តែពេលនេះយើងអត់ដឹងថាតើកម្ពុជានៅសល់ផ្លូវក្រោយឬក៏ក្រោមតុកនឹងដូចពីមុនយ៉ាងណាទេព្រោះអីលោកហ៊ុនសែនបានផ្ដាច់ស្ពាននឹងបាត់ទៅហើយនៅពេលដែលផ្ដាច់សម្ព័ន្ធមេត្រីជាមួយនឹងក្រុមគ្រួសារតកូលថាក់ស៊ីនគឺពេលដែលបញ្ចេញខ្សែអត្ថសម្លេងធ្វើឲ្យតកូលថាក់ស៊ីននេះលលាយពីឆាកនយោបាយនេះគឺហាក់បីដូចជារើស្ពាននឹងចោលបាត់ទៅហើយប៉ុន្តែគេជឿថាលោកទាបាញ់ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិដែលសប្តាហ៍នេះបានកូនរបស់លោកយកមកជំនួសជារដ្ឋមន្ត្រីគឺលោកទាសីហានោះគឺលោកទាបាញ់ខ្លួនលោកធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងខាងប្រទេសថៃនឹងណាអញ្ចឹងហើយបានជាមានការបន្ទិលថាអាចជាការពិតអីអញ្ចឹងទៅដែលលោកទៅជជែកអីជាមួយបញ្ជាការថៃអីដើម្បីឲ្យមានសន្តិភាពជាមួយគ្នាក៏ប៉ុន្តែអ្វីដែលចម្លែកហ្នឹងថាហេតុអីបានជាលោកទាបាញ់ទៅរកជជែកតវ៉ាសន្តិភាពអីបើប្រទេសថៃហើយនឹងកម្ពុជានោះមានបទឈប់បាញ់ហើយអានេះយើងឆ្ងល់អញ្ចឹងដែរណាប៉ុន្តែថ្ងៃនេះគឺលោកទាបាញ់ខ្លួនលោកហ្នឹងបានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកដោយលោកបានបញ្ជាក់ថាទី1គឺលោកបដិសេធនឹងច្រានចោលទាំងស្រុងការផ្សាយរបស់សារព័ត៌មានថៃមួយចំនួនហ្នឹងដែលអះអាងថាលោកបានតាក់ទងទៅភាគីថៃដើម្បីសុំផ្អាកចំនួនឬសុំសន្តិភាពអីនោះអញ្ចឹងនៅក្នុងការដែលគាត់ប្រាប់ទៅសារព័ត៌មានក្នុងស្រុកហ្នឹងគឺលោកទាបាញ់បញ្ជាក់ថាព័ត៌មានខាងលើហ្នឹងតាមពិតលោកចាត់ទុកថាជាព័ត៌មានបំបែកបំបាក់ឬក៏ញុះញង់មួលបង្កាច់ឬក៏បំផ្លាស់ការពិតអីអញ្ចឹងដែលនាំឲ្យកើតមានការយល់ច្រឡំដល់សាធារណជននិងប៉ះពាល់ដល់ភាពជាក់ស្ដែងនៃស្ថានភាពនៅដែលកំពុងកើតមានឡើងហើយលោកបានបញ្ជាក់អញ្ចេះថាលោកមិនបានតាក់ទងឬក៏សុំអ្វីទៅកាន់ភាគីថៃដោយការចុះផ្សាយរបស់សារព័ត៌មានរបស់ថៃមួយចំនួននោះឡើយហើយលោកក៏បានអំពាវនាវឲ្យសាធារណជននឹងប្រើប្រាស់ការវិយតម្លៃដោយប្រុងប្រយ័ត្នចំពោះព័ត៌មានដែលគ្មានប្រភពច្បាស់លាស់អីចឹងបាទយ៉ាងណាបងប្អូននេះគឺធម្មតានៅក្នុងកិច្ចការប្រទេសជាតិវាមានរឿងសម្ងាត់វាមានរឿងលើតុវាមានរឿងអីអញ្ចឹងណាប៉ុន្តែរឿងប្រព័ន្ធមេឃបែបនេះហេតុអីបានសុកថ្នាក់ដឹកនាំយោធាកម្ពុជារបស់ថៃមកហ៊ាននិយាយពីយោធាខ្មែរជួបប្រជុំហើយអីអញ្ចឹងទៅជួនកាលលោកទាបាញ់ដើម្បីដូចថាគេហៅទុកមុខទុកមាត់អីចឹងផងទៅក៏ចេញបកស្រាយប៉ុណ្ណេះដើម្បីប្រាប់ថាកម្ពុជាមិនអន់ដល់ថ្នាក់ទៅចុះចាញ់លុតក្រាបទៅសុំគេសុំសុខសន្តិភាពអីចឹងទៅព្រោះយើងនឹងវាបាក់ស្បាតច្រើនដែរហើយដូច្នេះបើនិយាយឃ្លាបែបនេះទៀតវាធ្វើឲ្យផ្នែកវិស័យការពារជាតិយើងថ្នាក់ដឹកនាំយើងនឹងគឺថាវាអន់ពេកដូច្នេះសារនេះក៏ជាអាចការជំរះមិនទិលបានមួយរយៈដែរតែមិនដឹងថាយូរបានប៉ុណ្ណាទេក្រៅតែពីលោកទាបាញ់នេះគឺមានការប្រកែកឬក៏បំភ្លឺបកស្រាយមួយទៀតហើយគឺពីលោកផ្កាយ4ឥតសារ៉ាត់បាទថ្ងៃនេះលោកឥតសារ៉ាត់ឯណោះវិញគឺមិនតាក់ទងរឿងថៃទេគឺតាក់ទងខ្មែរគ្នាឯងលោកថាលោកបំភ្លឺរឿងចាញ់សារតលន់នឹងការអួតនឹងលើកជើងហួសខ្នាតរបស់បុគ្គលមួយចំនួនយើងមិនដែលឮថ្នាក់ដឹកនាំដល់ផ្កាយ4អីវិញដូចកម្រិតដូចលោកឥតសារ៉ាត់អីដែលមេយោធាធំអីមកចេញសារតាក់ទងនឹងរឿងសង្គមឯងព្រោះជាទូទៅគាត់និយាយតែពីរឿងការងាររបស់គាត់នឹងចុះទៅសម្ពោធនេះមានថ្លែងសន្ទរកថាជួបតបជួបអីអញ្ចឹងតែប៉ុណ្ណឹងឯងប៉ុន្តែនៅពេលដែលនិយាយតាក់ទងរឿងកិច្ចការសង្គមគឺជារឿងកម្រអញ្ចឹងប្រជាពលរដ្ឋចិត្តតែចង់ដឹងហើយចិត្តតែឆ្ងល់ដំបូងឡើយយើងចិត្តតែគិតថាប្រហែលជាកណនី Facebook ហ្នឹងអាចត្រូវអ្នកណា hack លួចចូលប្រើទេប៉ុន្តែឥឡូវនេះ1ម៉ោងប្រហែលជា2ម៉ោងមុននេះ
លោកអត្តសរតបានសរសេរសារមួយហើយបញ្ជាក់ច្បាស់ហើយថាកណនីហ្នឹងគឺជាកណនី Facebook ពិតរបស់គាត់ហើយហេតុអីបានជាអញ្ចឹងលោកសរសេរសារអញ្ចេះលោកថាកន្លងមកខ្ញុំបានចេញសារមួយកាលពីថ្ងៃទី28ខែមករាក្នុងគោលបំណងលើកទឹកចិត្តដល់បងប្អូនយោធិនដែលកំពុងបំពេញកិច្ចការការពារបូរណភាពទឹកដីយើងនៅលើសមរភូមិលោកបន្តទៀតថាបើទោះបីជាអ្នកខ្លះបំពេញភារកិច្ចនៅសមរភូមិជួរមុខនិងអ្នកខ្លះនៅសមរភូមិជួរក្រោយក៏ដោយក៏ប៉ុន្តែទាំងអស់គ្នាសុទ្ធសឹងតែមានភារកិច្ចនិងវីរភាពការពារជាតិដូចគ្នាមានន័យថាយើងទាំងអស់គ្នាជិះលើនាវាតែមួយក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាជាតិកម្ពុជានិងសម្ដេចសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាលោកអត្តសរតបន្តទៀតថាសារនោះមិនមានបំណងលើកឡើងថាអ្នកណាមានវីរភាពជាងអ្នកណាឬបែងចែកតម្លៃរវាងអ្នកនៅសមរភូមិជួរមុខនិងជួរក្រោយឡើយព្រោះទាំងអស់គ្នាសុទ្ធតែមានវីរភាពដូចគ្នាទោះជាយ៉ាងណាកន្លងមកមានបណ្ដាញសារព័ត៌មាននិងអ្នកវិភាគមួយចំនួនបានយកសារនោះទៅភ្ជាប់ជាមួយនឹងថ្នាក់ដឹកនាំដែលការបកស្រាយនោះខុសពីអត្ថន័យនិងគោលបំណងដើមរបស់ខ្ញុំសូមឲ្យបណ្ដាញសារព័ត៌មាននិងអ្នកវិភាគនានាបញ្ឈប់ការធ្វើអត្ថាធិប្បាយឬក៏វិភាគខុសអត្ថន័យនៃខ្លឹមសារដើមរបស់ខ្ញុំដែលនាំឲ្យមានការយល់ច្រឡំតាមពិតលោកអត្តសរតសារដែលបកស្រាយប៉ុណ្ណេះសមស្របនឹងអាចយល់ស្ដាប់គាត់បានណាប៉ុន្តែនៅពេលដែលគាត់សរសេរសារដំបូងហើយឲ្យគេបកស្រាយយល់ច្រឡំតាមពិតមិនមែនអ្នកដែលស្ដាប់យល់ច្រឡំសាររបស់គាត់ទេគឺសាររបស់គាត់ខ្លួនឯងនឹងដែលធ្វើឲ្យមានការយល់ច្រឡំណាដូច្នេះកម្រិតនៅក្នុងការតាក់ទងនៅក្នុងការផ្ញើសាររបស់លោកអាចនឹងមានកម្រិតដែរព្រោះអីយើងសរសេរអីក៏ដោយនៅពេលដែលឲ្យពំតណោតគឺបានន័យថាបង្កើតឲ្យមានភាពមន្ទិលចឹងហើយបានជាយើងសរសេរទៅឲ្យវាច្បាស់លាស់ទៅជាជាងឲ្យមានការបកស្រាយខុសពីខ្លឹមសារដើមយើងបញ្យល់ឲ្យលម្អិតទៅក៏អត់បញ្យល់លម្អិតទេហើយចាំមើលខ្ញុំបញ្យល់ថាសារ28ហ្នឹងគាត់សរសេរថាម៉េចគាត់សរសេរអញ្ចេះបាទលោកបច្ចៈទៀតលោកអត្តសរតគឺជាឧត្តមសេនីយ៍ផ្កាយ4ជាអគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយុទ្ធពលខេមរៈភូមិន្ទថ្ងៃទី28លោកសរសេរសារលើបណ្ដាញសង្គម Facebook លោកដូចនេះខ្ញុំមិនដែលផុសឬបង្ហោះទេតែពេលនេះខ្ញុំឃើញការផុសនិងបង្ហោះខ្លះអួតផងលើកជើងផងចង់លើកដំកើងខ្លួនជាអ្នកខ្លាំងជាវីរៈបុរសតែយោធិនរបស់យើងនៅលើសមរភូមិបានប្រយុទ្ធយកជីវិតដើម្បីការពារជាតិតែរូបថតមិនដែលមានទេតែមានអ្នកខ្លះមិនដែលឃើញមុខនៅសមរភូមិនឹងពេលប្រយុទ្ធទេបែរជាមានរូបហើយអួតសុទ្ធតែវីរៈបុរសបោះពុំសិភៅនិងបង្ហោះតាម Facebook ទៀតសូមអ្នកផុសនិងបង្ហោះឈប់ធ្វើរបៀបនេះតទៅទៀតធ្វើឲ្យប៉ះទង្គិចសតិអារម្មណ៍បងប្អូននៅសមរភូមិខ្លាំងណាស់យើងចង់ធ្វើវីរៈបុរសពេលប្រយុទ្ធសូមអញ្ជើញមកចូលមកប្រយុទ្ធមកបើចង់ខ្លាចជាវីរៈបុរសតើសារនេះមានអាកន្លែងណាដែលមន្ទិលបើខ្ញុំមើលទៅគឺគាត់រករឿងចង់និយាយថារិះគន់អ្នកដែលអួតអានៅជួរក្រោយហ្នឹងទៅអួតយកលៀបសការៈគ្នានៅប្រយុទ្ធនៅជួរមុខអត់ដែលបានឃើញរូបថតទេសុកចិត្តយកជីវិតយកទៅដូរនឹងកិច្ចការពារសន្តិភាពទឹកដីអធិបតេយ្យជូនជាតិអីចឹងណានៃនឹងឲ្យរហូតដល់ប្រើពាក្យអ្នកខ្លះបោះពុំសភៅបង្ហោះតាម Facebook តើសភៅអីគេបោះពុំសភៅណាលោកសរសេរឲ្យមានពំតណោតហើយប្រហែលថ្ងៃនេះគឺប្រជាពលរដ្ឋកំពុងតែវល់នឹងរឿងសភៅមួយរបស់លោកទូចសុខៈដែលជាអ្នកនាំពាក្យរងរបស់ក្រសួងមហាផ្ទៃកម្ពុជាដែលសរសេរដាក់ក្របសភៅមានចំណងជើងថាកម្ពុជាឈ្នះថៃសម័យតេជោធិបតីដែលតាមពិតចំណងជើងនេះលោកសរសេរតាំងពីខែ6មកម្លេះខែ7 5 6ខែមុនមកម៉េះតែអត់ទាន់បានរៀបចំជាសភៅគាត់ថាគ្រោងនឹងបោះពុំសភៅហ្នឹង
ហើយអាប្រសិទ្ធភៅហ្នឹងគឺលើកជើងលើកសរសើរថាភាពអស្ចារ្យនៅពេលដែលខ្មែរបាត់ដីអស់មកកណោអាហ្នឹងគេទលាន់អីអញ្ចឹងទៅហើយដល់ពេលគាត់ជួនលោកអិសរ៉ាត់សរសេរសារតាក់ទងនឹងបោះពុំសភៅលើកដំកើងវីរៈបរោះអីណាអស្ចារ្យគេតស៊ូមកកណោនោះគេមិនតឹងថាអីផងមិនដែលបានរូបថតមកស្លឹកអីបរហាញអួតអីចឹងដូចអ្នកនៅក្រោយចឹងទៅវាធ្វើឲ្យស៊ីគ្នាទៅនឹងអ្វីដែលកំពុងកើតឡើងវាបង្កើតឲ្យមានភាពមន្ទិលអាចលោកអិសរ៉ាត់ចង់និយាយពីសភៅអ្នកណាក៏យើងអត់ដឹងក៏ប៉ុន្តែស្មារតីដែលលោកអិសរ៉ាត់នេះនិយាយហ្នឹងគឺខ្ញុំទទួលឮឡើងពេញតិចឲ្យពីបងប្អូនទាហានយើងជួមុខផ្ញើមកដើម្បីនិយាយសារស័ព្ទអំពីការមិនពេញចិត្តអីថ្នាក់អីសពបែបយ៉ាងតែខ្ញុំមិនសូវដែរផ្សាយទេវាស្របគ្នាទៅនឹងអ្វីដែលខ្ញុំបានឮដែរតាក់ទងនឹងការយកបងអួតអាងជួមុខអ្នកខ្លះទៀតថាអាពេលដែលមានប្រយុទ្ធហ្នឹងគ្រួសារអ្នកក្រហ្នឹងបញ្ជូនទៅអស់ហើយគ្នាខ្វះខាតយកទៅស្លាប់គ្រួសារអ្នកដែលធ្វើទាហានអីដែលមានប្រាក់មានអីហ្នឹងនាំគ្នាធ្វើពុតជាលេះជាឈឺជាអីចឹងទៅសុំច្បាប់សម្រាកអីរាប់សប្តាហ៍អញ្ចឹងទៅដល់តែពេលឈប់មានសង្គ្រាមឈប់ផ្ទុះអីចឹងអ្នកដែលសម្រាកពីឈឺហ្នឹងឡើងមកបង្ហាញខ្លួននឹងធ្វើដូចជាខ្លួនឯងនឹងបានប្រយុទ្ធបានពុះពៀអីចឹងនេះយកលៀបសក្ការៈសារនឹងខ្ញុំលឺឡើងសោះអស់ហើយខ្ញុំអត់បានផ្សាយប៉ុន្តែយ៉ាងណាបងប្អូនអាហ្នឹងវាគ្រាន់តែជារឿងដែលយើងត្រូវតែពិនិត្យមើលបន្ថែមទៀតថាតើហេតុអីបានសុកលោកអិសរ៉ាត់ត្រូវឡើងមកសរសេរសារបែបនេះនៅក្នុងនាមលោកជាមេកងយុទ្ធពលខេមរៈភូមិន្ទមួយរូបដែរហើយបើសិនជាលោកអាចទ្រាំបានមិនសរសេរទេហើយឥឡូវទៅសេមកពំតណោតចេញការបកស្រាយមកគាត់ថាអ្នកសមរភូមិមុខអ្នកសមរភូមិក្រោយសុទ្ធតែសំខាន់ដូចគ្នាតាមពិតមិនមែនហើយអ្នកចូលផ្ដាល់ស្បៀងប៉ុន្តែក៏នៅតែមានមន្ត្រីអែបអបឡែបឡប់លើកជើងមេខ្ពស់កប់ពពកហ្នឹងគឺអួតអាងដើម្បីតែយកបងនៅក្រោយពេលសង្គ្រាមហ្នឹងក៏គឺតែមានច្រើនចឹងដែរតែយ៉ាងណាបងប្អូននេះគឺជាការបកស្រាយរបស់លោកអិសរ៉ាត់បងប្អូនទទួលបានឬក៏មិនបានបងប្អូនស្ដាប់សំណូមពររបស់គាត់ហើយឥឡូវនេះនិយាយអំពីលោកទូចសុខៈវិញម្ដងបងប្អូនឃើញប្រហែលថ្ងៃហ្នឹងគឺសភៅមិនមែនសភៅទេក្របសភៅរបស់លោកហ្នឹងគឺថាពេញបណ្ដាញសង្គម Facebook សភៅកម្ពុជាឈ្នះថៃសម័យតេជោធិបតីពាក្យហ្នឹងណាបើយើងនិយាយមកហ្នឹងគឺវាអត់មានអីខុសទេព្រោះជាមន្ត្រីក្រសួងការពារជាតិមួយជាអ្នកនាំពាក្យរងរបស់ក្រសួងសំទោសក្រសួងមហាផ្ទៃលោកចង់សរសេរលើកជើងអ្នកដឹកនាំអញ្ចឹងហើយបើមិនសរសេរលើកជើងអ្នកដឹកនាំតើបានតួនាទីបុណ្យស័ក្តិឋានៈអីចឹងព្រោះអីទៅសរសេររិះគន់អ្នកដឹកនាំគេដកចេញពីតួនាទីបាត់ហើយមិនចឹងមានអីត្រូវឆ្ងល់បើសិនជាអ្នកផ្សេងទៀតដោយលោកសុខៈក៏ចង់ធ្វើអញ្ចឹងដែរព្រោះតែធ្វើអញ្ចឹងទៅមេដឹងថាកូនចៅចេះលើកជើងសរសើរមេអញ្ចឹងឡើងតួនាទីបុណ្យស័ក្តិរហូតអីអញ្ចឹងតែក៏ប៉ុន្តែដល់ពេលថៃកំពុងវាយយកដីខ្មែរយើងដល់ទៅ40កន្លែងហើយយើងនឹងវាបាក់ស្បាតគ្រប់កន្លែងហើយយើងនឹងវាចាញ់គេដល់ពេលអញ្ចឹងទៅវាក្រាំចិត្តប្រជាប្រដ្ឋវាតលន់កាលៈទេសៈនេះគឺសភៅដែលមានក្របបែបនេះគឺវាមិនគួរណានឹងមានទេហើយដូច្នេះតាមពិតលោកសុខៈហ្នឹងក៏អត់ទាន់បានបោះពុំសភៅហ្នឹងសរសេរតាំងអត់ទាន់វាយជាមួយថៃម៉េះគឺគាត់បានប្រាប់ថាគាត់នឹងសរសេរសភៅដោយបញ្ចូលអនុសាសន៍យុទ្ធសាស្ត្រអីក្នុងការយកឈ្នះថៃអីហ្នឹងរហូតដល់ប្រមាណ20-30ចំណុចអីអញ្ចឹងទៅនិយាយពីបទពិសោធន៍របស់លោកហ៊ុនសែនតាំងពីមុនសង្គ្រាមលោកសុខៈនេះមិនមែនអត់ដែលសរសេរសភៅទេណាបងប្អូនសភៅរបស់លោកបានចេញរួចទៅហើយមួយក្បាលទៀតបងប្អូននៅចាំគឺសភៅដែលមានចំណងជើងថារៀនពីហ៊ុនសែនដើម្បីជោគជ័យគឺគាត់បានផ្សាយសភៅនេះថាតើជោគជ័យអីគេខ្លះដែលយើងគួររៀនសូត្រពីលោកហ៊ុនសែនយើងអត់ដឹងព្រោះគាត់និយាយថាបទពិសោធន៍ដែលលោកហ៊ុនសែនកាន់ជានាយករដ្ឋមន្ត្រីប្រហែលឆ្នាំចំពោះប្រជាពលរដ្ឋខ្មែរភាគច្រើនដែលឃើញអំពីនយោបាយវាយមួយងើបមួយបំផ្លាញគ្នាសម្លុតបំភ័យធ្វើទុកបុកម្នេញក្រុមប្រឆាំងចាប់អ្នកនេះដាក់គុកទៅរករឿងគេទៅដល់ផ្ទះលាក់នឹងលាក់អីនេះរកកន្លែងដែលរៀនបទពិសោធន៍ជោគជ័យពីលោកហ៊ុនសែនអត់បានចឹងបាទប្រជាពលរដ្ឋចេះតែតលន់ណាដល់តែពេលយើងនិយាយចឹងគេថាយើងនឹងវាកាន់ជើងលើកជើងមេនឹងវាហួសកប់ពពកហើយតែចឹងទៅភាសាអស់ហ្នឹង
ស្ដាប់មកគឺគេដឹងថាក្រុមនេះសិតតែក្រុមអាជ័យធ្លាក់ទឹកតែស្កលើកជើងមេដើម្បីសរសើរបានបុណ្យលាភសក្ការៈខ្លួនឯងផ្ទុយពីការពិតអីអញ្ចឹងទៅក៏ប៉ុន្តែសួរថាលោកសុខៈគាត់ធ្វើអីក្រៅពីសរសេរសភៅបែបហ្នឹងបើសរសេរបែបហ្នឹងដូចខ្ញុំនិយាយចឹងមេលើកសរសើរជួនកាលអាចឧបត្ថម្ភថវិកាឲ្យជួយបោះពុម្ពផ្សាយទៀតផងហើយបើទៅសម្ភាសមេរឿងហ្នឹងអីអត់ពិបាកសម្ភាសទេព្រោះយើងនិយាយអំពីស្នាដៃអំពីភាពអស្ចារ្យក៏ប៉ុន្តែបរិបទយើងនេះម៉ោងនេះទៅចាប់ពីម៉ោងនេះទៅសភៅអីក៏ដោយនិយាយពីភាពជោគជ័យរបស់កម្ពុជានេះណាគឺប្រជាពលរដ្ឋនឹងតលន់ហើយបើយើងនិយាយអំពីថាតើអ្វីខ្លះជាបរាជ័យរបស់កម្ពុជាហើយអ្វីខ្លះដែលយើងអាចរៀនពីបរាជ័យនេះដើម្បីបង្កើតឲ្យមានភាពជោគជ័យទៅអនាគតណាអានឹងប្រជាពលរដ្ឋប្រហែលជាចង់ស្ដាប់ចង់មើលចង់អានណាយើងនិយាយអំពីបរាជ័យនៃការដឹកនាំកម្ពុជារយៈពេល40ឆ្នាំរហូតតតែបាក់បបខ្លោបខ្លាចចាញ់ថៃគេវាយយកដីយើងរៀបដល់កន្ទេល4-10កន្លែងរដ្ឋាភិបាលទទួលស្គាល់ប៉ុន្តែនៅសល់ប្រមាណកន្លែងទៀតដែលរដ្ឋាភិបាលមិនទទួលនឹងជិត40កន្លែងតើបទពិសោធន៍អីខ្លះដែលយើងរៀនសូត្រពីជោគជ័យរបស់ថ្នាក់ដឹកនាំយើងតាំងពីវ័យខ្មែរក្រហមតាំងពីរំលាយអង្គការចាត់តាំងពីរំលាយគណៈបកសង្គ្រោះជាតិតាំងអីហ្នឹងមកតើអាទាំងអស់ហ្នឹងវាជាបទពិសោធន៍អីខ្លះដើម្បីឲ្យយើងរៀនថាវាជាបរាជ័យឬក៏ជាជ័យជំនះយើងបំផ្លាញគណៈបកសង្គ្រោះជាតិយើងបំផ្លាញសិទ្ធិមនុស្សប្រជាធិបតេយ្យយើងធ្វើឲ្យសហគមន៍អន្តរជាតិគេលែងរាប់រយយើងដល់តែពេលឆ្លោះគ្នាជាមួយថៃយើងអត់ពឹងអីគេបានគេប្រលេះដៃចេញពីយើងអស់យើងខំប្រឹងតស៊ូលើឆាកអន្តរជាតិប្រឹងមែនតើក៏ប៉ុន្តែការប្រឹងរបស់យើងនោះដូចទៅសុំភ្លើងយក្សអញ្ចឹងដោយសារអីយើងបរាជ័យគ្រប់កន្លែងប៉ុន្តែតើអីខ្លះអាចជាជោគជ័យដើម្បីយើងដួលហើយយើងងើបឡើងវិញក្នុងរយៈពេល10-20ឆ្នាំ30ឆ្នាំតទៅទៀតអាហ្នឹងខ្ញុំជឿថាគេចង់ស្ដាប់ជាងតែបើយើងនិយាយពីភាពជោគជ័យគេតលន់ណាព្រោះអីការដែលនិយាយពីភាពជោគជ័យនេះគឺគាត់ចង់និយាយស្អំចិត្តប្រជាពលរដ្ឋឲ្យជឿជាក់លើមេដឹកនាំកម្ពុជាហើយកុំបះបោជ្រើមជ្រួលជ្រើមជ្រួលនៅក្នុងការដែលផ្លាស់ប្ដូររបបដឹកនាំឬក៏របៀបដឹកនាំរដ្ឋសប្តាហ៍ហ្នឹងអញ្ចឹងទេនៃហ្នឹងគឺជានៃស្អំចិត្តប៉ុន្តែតើប្រជាពលរដ្ឋទទួលយកបានប៉ុណ្ណាអស់លោកគិតខ្លួនឯងទៅព្រោះអីសរសើរពេកសរសើរតតែស្លាប់អត់ចេះបង្អាប់ឲ្យរស់ហើយដល់អញ្ចឹងទៅពេលដែលលោកធ្លាប់សរសេរសភៅគឺរៀនជោគជ័យពីលោកហ៊ុនសែនខ្វះអីជោគជ័យនៅក្នុងការដែលស្ដារប្រទេសនេះឲ្យមានការអភិវឌ្ឍដល់សប្តាហ៍ថ្ងៃវាជារឿងល្អដែរក៏ប៉ុន្តែក៏យើងមើលជ្រុងមួយថាហេតុអីបានជាជោគជ័យមកកណោក៏ដឹកដល់តែពេលយើងឆ្លោះគ្នាជាមួយថៃស្រាប់តែថៃមើងងាយខ្មែរយ៉ាងសម្បើមខាងតបរបស់យើងក៏ទុនខ្សោយសពាវុធយើងក៏មិនដល់គេសហគមន៍អន្តរជាតិក៏មិនគ្រប់គ្រងយើង